សម្រាប់អ្នកប្រើ Android ថ្ងៃហ្នឹងគឺខ្ញុំមកបង្ហាញរបៀបពីរយ៉ាងសម្រាប់ដាក់ mode ចូលទៅក្នុង Minecraft Pocket Edition ដែលសំខាន់ជាងគេដែលអ្នកនរគ្នាអត់បានមើលអ្នកនរគ្នាត្រូវតែមាន mode ដែលអ្នកនរគ្នាចង់ដាក់សិនដោយសារតែយើងដាក់ក្នុង Telegram អញ្ចឹងរបៀបទី1យើងគាត់នឹងចុចលើ file មកវាប្រកាសជាសួរ open with ហើយយើងយក app Minecraft មកវានឹងលោតចូល app auto ហើយអ្នកនរគ្នាគាត់ទៅចាំវា import តិចមកបន្ទាប់មកវា success ហើយយើងអាចលេងបានហើយវាអត់ដែរទេអ្នកនរគ្នាអាចសាររបៀបទី2បានអ្នកនរគ្នាគាត់ទៅ save file ចូលទៅក្នុង download ហើយយើងត្រូវមាន app Sanctuary ពេលដែលយើងបើក app នឹងហើយយើងត្រូវ search ឈ្មោះ file ដែលយើង download មិញណាពេលដែល search ឃើញហើយអ្នកនរគ្នាបើឃើញឈ្មោះ file ហ្នឹងឈ្មោះ zip អ្នកនរគ្នាត្រូវ rename វាទៅជា mcpack ដើម្បីដាក់ចូលទៅក្នុង Minecraft កើតអញ្ចឹងណាពេលដែលយើងដូរឈ្មោះ zip ទៅជា mcpack ហើយអ្នកនរគ្នាចុចលើវាមួយទៅអ្នកនរគ្នានឹងឃើញពាក្យ open ហើយអ្នកនរគ្នា scroll មើល app Minecraft ទៅអ្នកនរគ្នាក៏ចុចមកគឺវា import ទៅខ្លួនឯងហើយអ្នកនរគ្នាអាចសាកធ្វើតាមខ្ញុំបានហើយជួយ comment តាមខ្ញុំផងថាវាទៅកើត